អាគេនិយមមានការភ្ញាក់ផ្អើលជាខ្លាំងពេលដឹងថានារីដែលធ្លាប់គេងជាមួយកាលពី7 ឆ្នាំមុនបែរមកដាក់ពាក្យធ្វើជាជំនួយការក្នុងក្រុមហ៊ុនខ្លួនពេលនេះនាងមានអារម្មណ៍ថាបុរសនេះហាក់ដូចជាធ្លាប់ស្គាល់ខណៈដែលអាគេនិយមភាពនឹងហឹបមាត់សួរស្រីមានល្បិចក៏និយាយកាត់ថានាងគឺជាម្ដាយតូចមិនអាចធ្វើការជាជំនួយការអាគេនិយមបានទេប៉ុន្តែស្រីមានល្បិចម្នាក់នោះនឹកស្មានមិនដល់ទេពេលលើថានាងមានកូនលោកក៏ប្រញាប់ដើរទៅសួរភ្លាមអ្នកមានកូនមែនទេតើគេអាយុប៉ុន្មានហើយ6 ឆ្នាំល្អណាស់គឺយកអ្នកហើយមកតាមខ្ញុំមកខ្ញុំហេតុអ្វីបានជាអញ្ចឹងតាមពិតកាលពី7 ឆ្នាំមុនពេលនាងនៅជាអ្នកបម្រើនាងត្រូវអាគេនិយមដែលត្រូវឆ្នាំទាញចូលបន្ទប់ហើយក៏មានទំនាក់ទំនងស៊ីជម្រៅជាមួយលោកបែបនេះព្រឹកឡើងនាងភ្ញាក់មកមិនបានឃើញក្រដាសដែលលោកទុកឲ្យទេច្រើនខែបានកន្លងផុតទៅនាងក៏មានផ្ទៃពោះដោយចៃដន្យនាងខំសន្សំសំចៃដើម្បីចិញ្ចឹមកូនរហូតដល់ធំតែមិនដែលដឹងថាឪពុករបស់កូនគឺជាអ្នកណាឡើយប្រហែលជាព្រំលិខិតរៀបចំថ្ងៃនេះកូនប្រុសនាងក៏ស្រាប់តែរត់ទៅបុកចំឪពុកអាគេនិយមតែម្ដងអូជិងសិនក្មេងនេះមុខដូចអញបេះដាក់អញ្ចឹងមេឃពិតជាអាណិតខ្ញុំដែលផ្ញើចៅប្រុសមកឲ្យបែបនេះឃើញក្មេងនោះនឹងដើរចេញលោកក៏លួចបេះសក់មួយសរសៃហើយឲ្យកូនចៅប្រញាប់ដើរតាមក្មេងនោះទៅតែត្រូវអាគេនិយមខត់តាន់លោកក៏បេះសក់អាគេនិយមម្នាក់ទៀតរួចឲ្យពេទ្យពិនិត្យណាស់ហើយពេលលទ្ធផលចេញមកមហាសេដ្ឋីដែលពិការ30 ឆ្នាំក៏អាចក្រោកឈរបានយ៉ាងអស្ចារ្យសូម្បីតែអាគេនិយមឃើញលទ្ធផលហើយក៏ភាំងដែរពិតជាកូនប្រុសរបស់ខ្ញុំមែនលោកដឹងភ្លាមថាស្រីកាលពី7 ឆ្នាំមុនបង្កើតកូនឲ្យលោកអាគេនិយមក៏មានក្តីរំភើបសប្បាយចិត្តជាខ្លាំងដោយសារគ្រួសារអាគេនិយមមានកូនតែមួយគ្រប់ចំនួនលោកតាដែលរំភើបក៏បញ្ជាឲ្យតាមរកចៅពេញក្រុងតែមិនដឹងថាចៅប្រុសកំពុងរងគ្រោះថ្នាក់រងចាំការព្យាបាលដោយសារថ្លៃព្យាបាលបន្តមានតម្លៃដល់ទៅ100000សម្រាប់ស្ត្រីក្រីក្រដែលចិញ្ចឹមកូនតែម្នាក់ឯងវាគឺជាចំនួនទឹកប្រាក់ដែលធំធេងណាស់ប៉ុន្តែនៅពេលដែលនាងរកឃើញអ្នកបង្កហេតុគេមិនសងសំណងទេថែមទាំងមានចរិតក្រអឺតក្រទមហើយចំអកថាពួកគេម្ដាយកូនចង់មកបោកប្រាស់យកលុយទោះជានាងរ៉ាប់រងសម្រេចថាជាកំហុសស្រីមានល្បិចក៏ដោយតែនាងទាមទារចាំលុយចូលកានីសិនទើបព្រមសងឲ្យបន្ទាប់មកស្រីមានល្បិចម្នាក់នោះក៏បើកឡានចេញទៅបាត់នាងគ្មានជំរឿអ្វីក្រៅពីទ្រាំលេបទុកម្នាក់ឯងដើម្បីរកលុយមកព្យាបាលកូនប្រុសឲ្យបានឆាប់នាងមកក្រុមហ៊ុនលូស៊ឺគ្រប់ដើម្បីដាក់ពាក្យជាជំនួយការតែនឹកស្មានមិនដល់ថាអ្នកសម្ភាសគឺជាអ្នកដែលបុកកូនខ្លួនតែដើម្បីកូននាងបង្ខំចិត្តបន្ទាបខ្លួនញឹមដាក់គេតែស្រីមានល្បិចម្នាក់នោះបែរជាចំអកឲ្យនាងចំថាអាគេនិយមស្អប់បំផុតគឺមនុស្សចរិតថោកទាបដូចនាងហើយក៏បានបញ្ជាឲ្យនាងចេញទៅក្រៅភ្លាមនឹកស្មានមិនដល់ថាអាគេនិយមក៏បានដើរចូលមកល្មមពេលភ្នែកជួបគ្នាពួកគេមានអារម្មណ៍ស្និទ្ធស្នាលយ៉ាងចម្លែកស្រីមានល្បិចឆ្លៀតឱកាសបង្ខូចថានាងមានចរិតមិនល្អថែមទាំងមានកូនជាប់ខ្លួនមិនអាចធ្វើការ24 ម៉ោងបានទេនាងមិនអាចធ្វើការនេះបានទេតែអាគេនិយមមិនដេញនាងទេពេលដឹងថានាងមានកូនអាយុ6 ឆ្នាំលោកក៏យកនាងធ្វើជំនួយការបន្ទាប់មកអាគេនិយមក៏បាននាំនាងទៅកាន់ផ្សារទំនើបដើម្បីសួរពីវិធីរស់នៅជាមួយក្មេងអាយុ6 ឆ្នាំហើយលោកឲ្យបុគ្គលិកវេចសម្លៀកបំពាក់ក្មេងទាំងអស់ថែមទាំងជូនឈុតថ្លៃមួយឈុតដល់កូនប្រុសរបស់នាងទៀតឃើញលោកយកចិត្តទុកដាក់បែបនេះនាងមានអារម្មណ៍អន់ចិត្តនាងនឹកឃើញថាកូនខ្លួនមិនដែលបានទៅកន្លែងកំសាន្តទេដោយមិនដឹងថាលោកតាកំពុងរៀបចំទទួលចៅត្រឡប់មកវិញលោកបានសាងសង់កន្លែងក្មេងលេងយ៉ាងធំរួចជាស្រេចនាងគិតថាថ្លៃព្យាបាលកូននៅមិនទាន់មានសង្ឃឹមខណៈខោអាវដែលលោកទិញឲ្យមានតម្លៃដល់រាប់សែននាងមិនដឹងទេថាកូនដែលធ្លាប់លំបាកជាមួយនាងនោះគឺជាកូនបង្កើតដែលអាគេនិយមកំពុងតាមរកយ៉ាងខ្លាំងដោយសារកូនរបួសដៃទៅរៀនមិនកើតនាងក៏នាំមកក្រុមហ៊ុនមិត្តរួមការងារសរសើរថាក្មេងគួរឲ្យស្រឡាញ់ហើយចង់ឲ្យផ្លែឈើនាងក៏ប្រញាប់ប្រាប់ថាកូនប្រុសនាងអាឡែកស៊ីនឹងស្វាយការសន្ទនានេះត្រូវបានស្រីមានល្បិចម្នាក់នោះលួចស្ដាប់ឬនាងក៏លួចយកផ្លែស្វាយទៅលាក់នៅក្រោមនំខេកមិនយូរប៉ុន្មានក្មេងប្រុសក៏រត់មកប្រាប់ម្ដាយថាពិបាកខ្លួនឃើញកន្ទួលលើមុខកូននាងក៏សួរថាញ៉ាំស្វាយមែនទេមិនទាន់ចាំកូនឆ្លើយស្រីមានល្បិចក៏មកស្ដីបន្ទោសរឿងសម្លេងនាងចង់តែនាំកូនទៅពេទ្យឲ្យលឿនមិនចង់ឆ្លោះជាមួយទេតែនាងបែរជាមិនព្រមឈប់សោះនាងប្រហែលជាថាលោកលូកំពុងតាមរកកូនមែនទេទើបយកកូនមកក្រុមហ៊ុនបែបនេះនាងកំពុងយល់សប្តិហើយថាកូននាងគឺជាកូនប្រុសរបស់លោកលូអញ្ចឹងមែនទេក្មេងប្រុសឃើញម្ដាយត្រូវគេធ្វើបាបក៏រុញស្រីមានល្បិចចេញទង្វើនេះធ្វើឲ្យស្រីមានល្បិចខឹងសម្បាយ៉ាងខ្លាំងរួចក៏បានទាញក្មេងប្រុសនោះទៅកាន់បន្ទប់ដាក់អីវ៉ាន់នាងហៀបនឹងចូលខាត់តែត្រូវកូនចៅគេចាប់ជាប់នាងបានត្រឹមស្រែកខណៈឃើញកូនត្រូវគេឃុំក្នុងបន្ទប់ស្រីមានល្បិចថាគ្រាន់តែឃុំខ្លួនឲ្យរៀងចាបន្តិចប៉ុណ្ណោះតែពេលនេះក្មេងប្រុសចាប់ផ្ដើមពិបាកដកដង្ហើមហើយមួយសន្ទុះក្រោយមកក៏បានសន្លប់ដួលទៅលើដីនាងបារម្ភយ៉ាងខ្លាំងហើយព្យាយាមបុកទ្វារអស់ពីកម្លាំងតែបុកមិនទាន់បានប៉ុន្មានក៏ត្រូវកូនចៅគេអូសចេញនាងស្រែកថាបើកូនមិនបានព្យាបាលនឹងគ្រោះថ្នាក់ជីវិតដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលតែនាងបែរជាត្រូវស្រីមានល្បិចទះកំភ្លៀងយ៉ាងខ្លាំងថែមទាំងថាទោះមានរឿងអ្វីក៏មិនពាក់ព័ន្ធនឹងពួកយើងដែរមិនមើលខ្លួនឯងផងថាមានឋានៈជាអ្វីតើក្រុមហ៊ុនលូស៊ឺជាកន្លែងដែលក្មេងដូចគេមកបានមែនទេតើនាងកំពុងតែធ្វើអ្វីហ្នឹងជួយសៀវប៉ាវផងទុកឲ្យខ្ញុំអ្នកធ្វើវិញ